Bắtជំរាបសួរអ្នកទាំងអស់គ្នាហ្នឹងហើយលោកគ្រូចេញវីដេអូបន្ទាប់ពីការកាត់យកសពហើយនឹងប្រាប់លេខឆ្នោតអញ្ចឹងការយកសពឬក៏យើងហៅថាសុបិនធម្មតាមនុស្សម្នាក់យើងតែងតែគេយកសពអញ្ចឹងយកសពឃើញនេះឃើញនោះហើយតាមចាស់ថាពេលដែលយកសពឃើញពស់ថាមានអ្នកស្រឡាញ់អញ្ចឹងណាហើយបើពស់ចិត្តទៀតអានឹងដល់គូតែកុំឲ្យពស់ចិត្តខាងក្រៅណាហ្នឹងហើយអញ្ចឹងលោកគ្រូយកនៅការយកសពឃើញនៅកងទ័ពណាអញ្ចឹងការយកសពឃើញនៅកងទ័ពនេះទំនាយបានទាយថាគឺមានការបំផ្លិចបំផ្លាញនិងវិនាសអន្តរាយជាដើមណាសម្រាប់ខ្លួនឯងហើយបើចំពោះការទស្សទាយទៅលើលេខឆ្នោតជាតិឬក៏ឆ្នោតហ្នឹងណាសូមទិញយកលេខ15និងលេខ61ហើយចំពោះការយល់សពឃើញកងទ័ពកំពុងតម្រៀបជួរប្រុងប្រៀបធ្វើសង្គ្រាមនោះទំនាយគេថាមនុស្សដែលអ្នកទុកចិត្តប្រគល់ឲ្យកាន់កាប់ការងារអ្វីមួយកំពុងតែរកឱកាសបំបត្តិទ្រព្យសម្បត្តិរបស់អ្នកបើទិញលេខឆ្នោតជាតិសូមទិញយកលេខ86ប្រសិនបើជាអ្នកទាំងអស់គ្នាយកសពឃើញកងទ័ពច្បាំងឈ្នះគេនោះទំនាយគេថាព្រួយបារម្ភហ្នឹងហើយព្រួយបារម្ភយើងដឹងណាប្រសិនជាអ្នកទាំងអស់គ្នាទិញលេខឆ្នោតវិញនោះសូមទិញនៅលេខ60និងលេខ80ចំពោះការយកសពឃើញកងទ័ពដែលច្បាំងចាញ់គេមុនហ្នឹងគឺយើងច្បាំងឈ្នះគេឥឡូវយើងយកសពឃើញថាកងទ័ពនោះគឺច្បាំងចាញ់គេអញ្ចឹងទំនាយទេថាការមិនសប្បាយក្នុងចិត្តរយៈពេលដ៏ខ្លីមានថាការសប្បាយចិត្តហ្នឹងគឺមានរយៈពេលដែលខ្លីហ្នឹងណាប្រសិនបើអ្នកនរគ្នាទិញនៅលេខឆ្នោតសូមទិញនៅលេខ59និងលេខ71បាទអញ្ចឹងចំពោះការយល់សពឃើញនៅកងទ័ពគឺមានទំនាយប៉ុណ្ណឹងហើយក៏ដូចជាការប្រាប់នៅលេខឆ្នោតក៏ដូចគ្នាអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានស្ដាប់សង្ឃឹមថាអ្នកនរគ្នានឹងពេញចិត្តហើយកុំភ្លេចជួយ Subscribe លោកគ្រូម្នាក់មួយផងបាទអរគុណច្រើនជម្រាបលា